អ្នកគ្នាមាននឹងអត់ថានៅខ្មែរក៏មាន VTuber ច្រើនក៏ជា Light Leader ហើយនឹង agency តាមទៅផងដែរសួស្តីអ្នកគ្នាខ្ញុំបើ Boom ហើយខ្ញុំក៏ជា VTuber និងជា Light Leader ម្នាក់នៅក្នុងស្រុកខ្មែរយើងផងដែរប៉ុន្តែតោះថងថាខ្ញុំអត់ត stream ទេអ្នកគ្នាខ្ញុំអត់រួចរាល់ទេដោយសារតែខ្ញុំអត់មាន start និយាយចាំទៅគឺអត់លុយចាំបើខ្វល់អ្នកគ្នាឥឡូវយើងមកងាកមកប្រធានបទយើងថ្ងៃហ្នឹងគឺយើងនឹងមកនិយាយអំពីវិស័យ VTuber ហ្នឹងតែម្ដងអញ្ចឹងក៏តាំងពីសម័យ COVID មកប្រហែលជា2021ដល់2025រយៈពេល4ឆ្នាំហ្នឹងខ្ញុំឃើញថាវិស័យ VTuber នៅខ្មែរយើងគឺមានការរីកចម្រើនដែរតែខ្ញុំសង្កេតឃើញ viewer ខ្មែរយើងខ្លះដែលគាត់នៅតែយល់ច្រឡំហើយក៏អត់តច្បាស់ពី culture របស់ community VTuber ហ្នឹងអញ្ចឹងខ្ញុំចង់ធ្វើវីដេអូមួយសម្រាប់ viewer ដែលពួកគាត់អត់តយល់ច្បាស់ភាគច្រើនណាព្រោះម្ដងគឺខ្ញុំចង់ឲ្យ community នៅខ្មែរគឺល្អនៅមានសណ្ដាប់ធ្នាប់ល្អហើយយើងមានការអភិវឌ្ឍអាចឈានទៅដល់ឆាកអន្តរជាតិអីចឹងទៅគឺសម្រាប់អ្នកដែលក៏អត់តស្គាល់តែអ្វីទៅគឺជា VTuber ដែលមកពីពាក្យថា virtual YouTuber ហ្នឹងគឺសំដៅទៅលើ streamer ឬក៏អ្នកធ្វើវីដេអូអីធម្មតាទេក៏ប៉ុន្តែនៅក្នុង community នេះគឺយើងមាន culture សំខាន់ខ្លះដែលខុសពី community របស់គេដទៃ streamer ឬក៏អ្នកធ្វើវីដេអូដែលខ្មែរយើងឃើញទូទៅហ្នឹងភាគច្រើនគឺពួកគាត់ធ្វើវីដេអូដែលបង្ហាញមុខនៅពេលដែលពួកគាត់ចេញទៅក្រៅគឺពួកគាត់មាន fans ស្គាល់ច្រើនហើយគាត់ក៏អាចក្លាយជា influencer ដ៏ល្បីល្បាញម្នាក់ដែរផ្ទុយទៅវិញ VTuber ភាគច្រើនគឺគាត់អត់បង្ហាញមុខទេគឺគាត់បានយកតួអង្គ model ដែលយើងមើលមកដូចជាតុក្កតាហ្នឹងយកមកតំណាងឲ្យពួកគាត់វិញហើយលើពីហ្នឹងទៀតយើងភាគច្រើនក៏ស្គាល់ឈ្មោះពិតគាត់ដែរសម្បីតែអាយុព័ត៌មានផ្ទាល់ខ្លួនអត្តសញ្ញាណអីផ្សេងក៏យើងអត់ស្គាល់គាត់ដែរគឺយើងស្គាល់គាត់ជាតួអង្គ model ដែលយើងឃើញរាល់ថ្ងៃហ្នឹងតែនេះក៏មិនមែនមានន័យថា VTuber ដែលគាត់បង្ហាញមុខពិតហើយនឹងអត្តសញ្ញាណពិតទៅកាន់ fan របស់គាត់ហ្នឹងគឺជាអ្នកដែលប្រព្រឹត្តខុសពី community ដែរនិយាយទៅអាហ្នឹងគឺជាសិទ្ធិសេរីភាពរបស់ពួកគាត់ទេពួកគាត់ចង់បង្ហាញប្រាប់ fan ប៉ុណ្ណាគឺជាការសម្រេចចិត្តរបស់គាត់បើគាត់ចង់បង្ហាញគឺគាត់បង្ហាញបើគាត់ចង់អត់ក៏អត់ទៅរីឯយើងជា fan ជាអ្នកមើលជា viewer ហ្នឹងគឺយើងអត់មានសិទ្ធិទៅសួរនាំឬក៏បញ្ជាគាត់ឲ្យធ្វើនេះធ្វើនោះតាមពើចិត្តយើងទេគឺអាហ្នឹងជាសិទ្ធិសេរីភាពរបស់គាត់ viewer ខ្មែរយើងខ្លះនៅតែយល់ច្រឡំថា VTuber មានច្បាប់ចេះចំមានច្បាប់ច្រើនតឹងរឹងអីចឹងទៅតាមពិតវាអត់ទេចំពោះ culture ឬក៏វប្បធម៌នៃសង្គម VTuber ហ្នឹងគឺវាមានអីខុសប្លែកច្រើនពីសង្គមយើងទូទៅទេនិយាយរួមអ្វីដែលគេផ្ដោតសំខាន់ទៅលើបំផុតហ្នឹងគឺសុវត្ថិភាពសេរីភាពភាពកក់ក្ដៅការគោរពគ្នាទៅវិញទៅមកនិងចំណុចសំខាន់មួយទៀតដែលខ្មែរយើងទូទៅមួយចំនួនតូចមិនទាន់អាចកែប្រែបានគឺជាការមិនរើសអើងទៅលើពូជសាសន៍ការប្រកាន់វណ្ណៈការរើសអើងទៅលើពណ៌សម្បុរភេទហើយនិងអ្នកជំងឺអញ្ចឹងអាហ្នឹងឯងគឺជាចំណុចសំខាន់ដែលយើងត្រូវដឹងពី community របស់ VTuber ហ្នឹងអញ្ចឹងឥឡូវយើងមកដឹងពីសេចក្តីលម្អិតនៅក្នុងចំណុចនីមួយៗដែលខ្ញុំបាននិយាយហ្នឹងអញ្ចឹង community VTuber គឺផ្ដោតទៅលើសុវត្ថិភាពហើយនិងសេរីភាពតើសុវត្ថិភាពនោះខ្ញុំចង់សំដៅលើអីសុវត្ថិភាពគឺខ្ញុំចង់សំដៅទៅលើអត្តសញ្ញាណរបស់អ្នកទាំងពីរគឺទាំង VTuber ទៅ viewer ដូចគ្នាព្រមទាំងសេរីភាពនៅក្នុងការកំណត់នៅ boundary របស់ខ្លួនដែរពាក្យថា boundary ហ្នឹងខ្ញុំមិនដឹងថាបកប្រែខ្មែរមិនឲ្យច្បាស់លាស់ទេអ្នកគ្នាអាចទៅ research ខ្លួនឯងបានប៉ុន្តែពាក្យហ្នឹងវាហាក់ដូចជាមានន័យសំដៅទៅលើព្រំដែននៃបុគ្គលម្នាក់ៗអញ្ចឹងឧទាហរណ៍ថាមាន VTuber ម្នាក់ដែលគាត់អត់មានអារម្មណ៍ល្អក្នុងការបញ្ចេញនៅអត្តសញ្ញាណពិតរបស់ខ្លួនឯងទេអញ្ចឹងហើយអ្នកគ្នាត្រូវតែគ្រប់សិទ្ធិមួយហ្នឹងអ្នកគ្នាអត់មានសិទ្ធិទៅសួរនាំទៅជីកឬជីកគល់អំពីព័ត៌មានផ្ទាល់ខ្លួនរបស់គេទេដោយសារតែហ្នឹងហើយដែលធ្វើឲ្យគេមានអារម្មណ៍ថាអត់សុវត្ថិភាពមួយយើងឧទាហរណ៍មួយទៀតបើសិនជា VTuber ហ្នឹងគឺគាត់បានកំណត់នៅ boundary របស់គាត់គឺគាត់អត់ចង់ឲ្យគេមកញ៉ាយញងគាត់ទេចឹងអ្នកគ្នាត្រូវតែគោរពតាមការស្នើសុំមួយនឹងរបស់គាត់វាអត់អស់លុយទេអ្នកគ្នាចឹងហើយសារៈ VTuber ផ្សេងៗគឺគាត់មាន boundary មានអីផ្សេងៗគ្នាមានច្បាប់អីផ្សេងៗគ្នាចឹងទៅចឹងបើអ្នកគ្នាចង់ធ្វើជា real fan របស់ពួកគាត់មែនអ្នកគ្នាគួរតែគោរពទៅតាមអ្វីដែលគាត់ស្នើសុំហ្នឹងទៅសម្រាប់អ្នកខ្លះដែលក៏មិនមែនជាអ្នកមើល VTuber ទេហើយក៏មិនមែនជា fan របស់ VTuber ដែរគឺគាត់ឆ្ងល់ថាហេតុអ្វីបានជា VTuber ខ្លះគឺគាត់ប្រកាន់ច្រើនម៉េចហេតុអីបាន sensitive ម៉េចចឹងខ្ញុំចង់ឲ្យអ្នកគ្នាដឹងថាមនុស្សគឺអត្តចរិតខុសគ្នាចំណង់ចំណូលចិត្តខុសគ្នាបញ្ហាខុសគ្នាហេតុផលខុសគ្នាអ្នកគ្នាអត់អាចមើលដឹងថាបុគ្គលម្នាក់មានបញ្ហាអីទេមានរឿងអីទេចឹងអ្វីដែលអ្នកគ្នាអាចធ្វើបានគឺ spread the kindness do not ever complain any version decision and preference of people as long as it's not cause you any violation ចំណុចចូលដល់ចំណុចទី2គឺពាក់ព័ន្ធជាមួយនឹងការគោរពគ្នាវាដែលមានចម្លែកទេនៅទីណាកន្លែងណាក៏ដោយវាតែមានច្បាប់មានវិន័យអញ្ចឹងនៅក្នុង community នេះ VTuber ម្នាក់គឺគេសុទ្ធតែមានច្បាប់មានវិន័យមាន rule សម្រាប់ viewer និង fan របស់គេហើយអញ្ចឹងក្រៅពី rule អស់ហ្នឹងអ្វីដែលយើងត្រូវគ្រប់ទៅកាន់គេបន្ថែមទៀតគឺពាក់ព័ន្ធជាមួយនឹង sexuality gender ហើយនិង pronouns របស់គេត្រង់ចំណុចកន្លែងហ្នឹងពួកបរទេសអ្នកដែលគេយល់ពីសង្គម LGBTQ គឺគេយល់អស់ហើយគេមិនបាច់បញ្យល់ក៏គេយល់ផងកន្លែងហ្នឹងដែរប៉ុន្តែខ្មែរយើងមួយចំនួនគឺអត់ទាន់យល់ទេជាពិសេសពាក់ព័ន្ធជាមួយនឹង gender ហើយនិង pronouns របស់គេអញ្ចឹងពាក់ព័ន្ធជាមួយនឹង gender sexuality និង pronouns ហ្នឹងបើគេប្រាប់មកអ្នកគ្នាថាគេជាអ្វីអ្នកគ្នាអត់មានសិទ្ធិទៅប្រកែកថាអូអ្នកឯងមិនមែនជាអាហ្នឹងឯងអ្នកឯងជាអានេះវិញអាហ្នឹងវាត្រូវទេបើគេប្រាប់អ្នកគ្នាថា gender របស់គេភេទរបស់គេនឹងជា non binary ឬក៏ជា agender ជាអីផ្សេងៗទៅហើយ pronouns របស់គេត្រូវហៅគេថា he him ឬក៏ they them អ
ចឹងគេប្រាប់អ្នកគ្នាមកបែបហ្នឹងហើយអ្នកគ្នាទទួលយកអ្វីដែលជាគេទៅគ្រប់ឲ្យតម្លៃគេទៅបើទៅប្រឹងប្រកែកមួយគេថាអូតាមពិតអ្នកឯងប្រុសទេអ្នកឯងស្រីទេដែលសំអាងលើសម្លេងរបស់គេសំអាងលើនេះសំអាងលើនោះអីចឹងទៅអានឹងប្រយ័ត្នគេវាយចឹងអានឹងអត់មានអីច្រើនទេពាក់ព័ន្ធមួយ gender sexuality pronoun ហើយនឹង rule របស់គេស្នើសុំអ្នកគ្នាអីអ្នកគ្នាឲ្យគេនឹងទៅវាអត់អស់លុយអីទេគាត់ណាគ្រប់ឲ្យតម្លៃគេតែប៉ុណ្្នឹងហ៎ចូលមកដល់ចំណុចចុងក្រោយគឺវាមិនមែនតែក្នុងសង្គម VTuber ដែរគឺវាទូទៅទាំងអស់ហ្មងគឺការមិនរើសអើងប្រកាន់វណ្ណៈពូជសាសន៍សាសនាភេទនិងអ្នកជំងឺចឹងត្រង់ចំណុចហ្នឹងបើខ្ញុំមិននិយាយក៏អាចអ្នកគ្នាយល់ខ្លះដែរការមិនប្រកាន់ពូជសាសន៍ការមិនរើសអើងភេទអីអស់ហ្នឹងប៉ុន្តែនៅចំណុចមួយដែលខ្ញុំឃើញភាគច្រើនគឺយើងអត់ទាន់អាចកែប្រែបានគឺការរើសអើងទៅលើអ្នកជំងឺការលេងសើចទៅលើអ្នកជំងឺខ្ញុំឃើញតែនៅមានអ្នកនិយាយលេងសើចទៅលើកុមារ autism ចឹងបើអ្នកគ្នានៅចង់ប្រើការលេងសើចពាក់ព័ន្ធជាមួយនឹងកុមារ autism កុមារ Down syndrome អីហ្នឹងអ្នកគ្នាទៅណាតែឯងទៅឆ្ងាយណាតែកុំប្រើនៅក្នុង community VTuber សោះប្រយ័ត្នគេវាយខ្ញុំមិនដឹងទេចឹងហើយអ្នកគ្នាលុបបំផាត់បានលុបទៅត្រង់ចំណុចហ្នឹងព្រោះដោយសារវាមិនជាអីដែលយើងគួរលេងសើចទេពាក់ព័ន្ធជាមួយនឹងកុមារ autism ហើយនឹង Down syndrome ហ្នឹងចឹងpart 1ខ្ញុំមានប៉ុណ្្នឹងឯអ្នកគ្នាចឹងខ្ញុំនិយាយខុសថងណាសូមអ្នកគ្នាអធិស្ឋានខ្ញុំផងឲ្យជួយកែតម្រូវខ្ញុំផងដោយសារតែគោលបំណងខ្ញុំធ្វើវីដេអូហ្នឹងឡើងខ្ញុំចង់ឲ្យខ្មែរយើងរៀនយល់កាន់តែច្បាស់ពាក់ព័ន្ធជាមួយនឹង culture របស់ community VTuber ឲ្យកាន់តែច្រើនចឹងណាកុំឲ្យមានការយល់ច្រឡំត្រង់ចំណុចនេះត្រង់ចំណុចនោះអីចឹងទៀតចឹងខ្ញុំមានតែប៉ុណ្្នឹងទេអ្នកគ្នាអរគុណដែលបានស្ដាប់មកដល់ទីបញ្ចប់